សួស្តីប្រិយមិត្តអ្នកស្ដាប់ជាទីរាប់អានសូមស្វាគមន៍មកកាន់ Weekend Podcast របស់យើងអត្ថាធិប្បាយដោយនាងខ្ញុំច័ន្ទសុនីតាកម្មវិធីថ្ងៃនេះមានប្រធានបទដ៏ទាក់ទាញមួយគឺភាពបរាជ័យប្រិយមិត្តអ្នកស្ដាប់ប្រហែលជាមានបទពិសោធន៍ជាច្រើនជាមួយនឹងភាពបរាជ័យហើយក៏កំពុងរងផលប៉ះពាល់ផ្លូវចិត្តជាខ្លាំងជាមួយវានៅថ្ងៃនេះយើងក៏មានអ្នកជំនួយម្នាក់ដែលបានឆ្លងកាត់ភាពបរាជ័យជាច្រើនក្នុងជីវិតហើយក៏ទទួលបានភាពជោគជ័យនាពេលបច្ចុប្បន្ននេះគឺលោកសត្យស្យាជាអ្នកជំនួញវ័យក្មេងម្នាក់សួស្តីលោកសត្យស្យាបាទសួស្តីកញ្ញាសូនីតាសួស្តីទៅកាន់មិត្តអ្នកស្ដាប់ទាំងអស់គ្នាផងដែរខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមនៅការសន្ទនានិងចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំបាទផ្ទាល់ទៅកាន់បងប្អូនទាំងអស់គ្នាសម្រាប់ប្រធានបទយើងថ្ងៃនេះផងដែរក៏មានអ្នកចាប់អារម្មណ៍ច្រើននិងធ្លាប់ឆ្លងកាត់ច្រើនផងដែរសម្រាប់មនុស្សគ្រប់រូបលោកអាចរៀបរាប់បានទេអំពីភាពបរាជ័យរបស់លោកកន្លងមកសម្រាប់ខ្ញុំភាពបរាជ័យគឺជាផ្នែកមួយនៃដំណើរឆ្ពោះទៅរកភាពជោគជ័យវាមិនមែនជាផ្លូវចុងក្រោយដែលយើងដើរនោះទេប៉ុន្តែវាជាសារមួយដាស់តឿនយើងថាមានចំណុចខ្វះខាតនិងចន្លោះប្រហោងខ្លះៗដែលយើងត្រូវតែបំពេញភាពបរាជ័យគឺជាមេរៀនដ៏ល្អបំផុតសម្រាប់យើងយកមករៀនសូត្របន្ថែមពីវាចំពោះអ្នកធ្វើជំនួញវាជាដើមទុនមួយជំរុញឲ្យយើងត្រូវតែពុះពៀទៅមុខបន្ថែមទៀតតើលោកអាចចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនដែលជាភាពបរាជ័យដ៏ធំមួយនិងជាអ្វីដែលលោកបានរៀនពីវាបាទនៅពេលខ្ញុំចាប់ផ្ដើមអាជីវកម្មដំបូងគឺខ្ញុំបានបើកជាតូបកាហ្វេតូចមួយខ្ញុំតែងតែខិតខំប្រឹងប្រែងណាស់ហើយក៏មានក្តីសុបិនដ៏ធំធេងដែរលើវិស័យមួយនេះប៉ុន្តែខ្ញុំមិនដឹងពីរបៀបធ្វើទីផ្សារទេគ្រាន់តែលក់ធម្មតាគ្មានផែនការហិរញ្ញវត្ថុច្បាស់លាស់និងពុំមានការគ្រប់គ្រងលើចំណូលចំណាយនោះទេ3ខែបន្ទាប់ខ្ញុំលក់ឡើងដាច់ឡើងមានអ្នកទិញហើយពាណិជ្ជកម្មក៏ត្រូវបិទទ្វារខ្ញុំចាប់ផ្ដើមបាក់ទឹកចិត្តគ្មានវិធីដើម្បីធ្វើឲ្យវាដែរឡើងវិញឡើយប៉ុន្មានខែក្រោយខ្ញុំចាប់ផ្ដើមសិក្សាពីអាជីវកម្មមួយនេះឡើងវិញហើយគិតថាវាគ្រាន់តែជាបទពិសោធន៍ធំមួយដែលបង្រៀនខ្ញុំអំពីការធ្វើទីផ្សារការប្រកាសនូវភាពច្នៃប្រឌិតលើតូបកាហ្វេនិងរៀបចំផែនការច្បាស់លាស់ជាពិសេសរៀនប្រកាសទីផ្សារដោយប្រើ Social Media ដើម្បីបង្កើតទីផ្សារអនឡាញបន្ថែមមួយរយៈក្រោយមកតូបកាហ្វេរបស់ខ្ញុំក៏ដំណើរការឡើងវិញនិងមានភ្ញៀវគាំទ្រកាន់តែច្រើនឡើងពីតូបកាហ្វេតូចទៅជាហាងកាហ្វេធំនិងបង្កើតស្លាកសញ្ញាអាជីវកម្មផ្ទាល់ខ្លួនផងដែររហូតដល់ថ្ងៃនេះខ្ញុំមានអាជីវកម្មថ្មី2-3ទៅហើយដែលកំពុងរីកចម្រើនព្រោះខ្ញុំមិនបោះបង់ក្តីស្រមៃទេដោយខិតខំពុះពៀទៅមុខជានិច្ចដោយយកភាពបរាជ័យធ្វើជាមេរៀនសម្រាប់ជីវិតពិតជាគួរឲ្យស្ញប់ស្ញែងខ្លាំងមែនទែនតើអ្វីដែលជាកត្តាធំធ្វើឲ្យលោកសត្យស្យាចេញពីបុគ្គលបរាជ័យក្លាយជាអ្នកជំនួញដ៏ជោគជ័យដូចសពថ្ងៃបាទចំណុចទី1គឺយើងត្រូវរៀនពីភាពបរាជ័យរបស់យើងថាតើមូលហេតុចម្បងដ៏ធំជាអ្វីឲ្យប្រកបដែលធ្វើឲ្យយើងមិនមានភាពរីកចម្រើននិងរៀនទទួលស្គាល់នូវកំហុសរបស់ខ្លួនរួចកែប្រែសារជាថ្មីចំណុចទី2គឺមិនបោះបង់ទោះយើងស្ថិតក្នុងកាលៈទេសៈណាក៏ដោយមិនត្រូវបោះបង់ក្តីស្រមៃរបស់យើងទេត្រូវតែពុះពៀរាល់ឧបសគ្គជានិច្ចព្រោះថាភាពជោគជ័យវាមិនមករកយើងដោយងាយស្រួលនោះទេតើលោកសត្យស្យាមានវិធីបែបណាដើម្បីកែប្រែអារម្មណ៍របស់ខ្លួនកុំឲ្យបាក់ទឹកចិត្តក្រោយទទួលបាននូវភាពបរាជ័យជាការពិតណាស់នៅពេលដែលនរណាម្នាក់ទទួលបាននូវផលអវិជ្ជមានចំពោះអាជីវកម្មតែងតែទទួលបាននូវអារម្មណ៍មួយដែលអស់សង្ឃឹមឡើងចង់ទៅមុខតទៅទៀតហើយជាក់ស្ដែងខ្ញុំក៏ទទួលបានអារម្មណ៍បែបនេះដែរតែយើងត្រូវគិតថាមហាសេដ្ឋីគ្រប់រូបមិនមែនគាត់ចេញរកស៊ីភ្លាមជោគជ័យភ្លាមនោះទេគាត់ទទួលបាននូវភាពបរាជ័យរាប់ម៉ឺនដងទៅហើយតែពួកគាត់មិនបោះឡាយយើងត្រូវគិតថាស្ថានភាពទាំងនេះគឺជាការធ្វើតេស្តសាកល្បាំងចំពោះយើងថាតើយើងអាចស៊ូបានដល់កម្រិតណាយើងត្រូវសម្លឹងមើលគោលដៅធំរបស់យើងនៅខាងមុខនោះភាពជោគជ័យយើងនឹងមកដល់ក្នុងពេលឆាប់នេះតើលោកមានពាក្យពេចន៍អ្វីសម្រាប់ផ្ដល់នូវកម្លាំងចិត្តដល់អ្នកដែលបរាជ័យបាទកញ្ញាខ្ញុំសូមផ្ដល់នូវឃ្លាមួយដល់អ្នកទាំងអស់គ្នាភាពបរាជ័យមិនមែនជាចំណុចនៃចុងបញ្ចប់របស់យើងនោះទេតែវាជាស្ពានឆ្លងទៅរកភាពជោគជ័យនៅពេលខាងមុខឃ្លានេះពិតជាពិសេសមែនអញ្ចឹងអ្នកដែលទទួលនូវភាពបរាជ័យថ្ងៃនេះមិនត្រូវអស់សង្ឃឹមទេត្រូវតែដើរទៅមុខបន្តទៀតបរាជ័យមិនមែនជាកំហុសរបស់យើងទេតែបើយើងបោះបង់នោះទើបជាបរាជ័យពិតប្រាកដចាអរគុណដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានចូលរួមស្ដាប់ podcast តាំងពីដើមរហូតដល់ចប់កម្មវិធីថ្ងៃនេះយើងសូមបញ្ចប់ត្រឹមនឹងជួបគ្នានៅសប្តាហ៍ក្រោយជាមួយនឹងប្រធានបទថ្មីមួយទៀតសូមអរគុណសូមជម្រាបលា